រឿងថៃយកកុងតឺន័រមកដាក់ពាត់លើបាទទឹកដីខ្មែរលើផ្លូវខ្មែរផ្លូវ55នេះបាទផ្លូវពីកោះកុងមកពោធិ៍សាត់នេះបាទនៅវាលវែងថ្មដាពោធិ៍សាត់នេះរឿងប្រពន្ធណានៃបងប្អូនរឿងជាតិប្រពន្ធណានៃយើងមិននាំគ្នាមកជជែកវែកញែកយើងគិតមើលយ៉ាងម៉េចដោយសន្តិវិធីមិនមែនការជជែកវែកញែកដោយឆេះដោយកំហឹងឆាប់ឆេះបាទណាដែលបង្កឲ្យមានសង្គ្រាមទៅទេគឺយើងគិតរមជ្ឈបាយដំណោះស្រាយល្អទាំងសងខាងយើងមិននាំគ្នាគិតយើងនាំគ្នាគិតរឿងខ្ញុំសូមអភ័យទោសបងប្អូននាំគ្នាគិតរឿងស្រីប្រុសរឿងកាមេនេះប្តីនេះប្តីនោះប្រពន្ធនេះប្រពន្ធនោះនេះមានប្រពន្ធប្រមាណបាទខ្ញុំសូមអភ័យទោសខ្ញុំមិនមែនកាន់ជើងបរោះនោះទេប៉ុន្តែខ្ញុំចង់ថាយើងកុំយករឿងចឹងឲ្យពុលនៅក្នុង social media នៅក្នុងប្រព័ន្ធ social media Facebook page YouTube អីពេញនឹងទាំងអស់វាបាត់នៅអាព័ត៌មានសំខាន់របស់ជាតិណាបងប្អូនណារឿងស្រីប្រុសរឿងប្តីប្រពន្ធគេឲ្យគេដោះស្រាយរឿងរបស់គេអត់មានពាក់ព័ន្ធនឹងបងប្អូនទេកុំដើម្បីតែ view ធ្វើឲ្យខូចណាគិតនៅរឿងផលប្រយោជន៍ជាតិដែលសៀមយកអីមកដាក់សៀមបំពេញយើងគិតរមជ្ឈបាយជួយដំណោះស្រាយដល់រដ្ឋាភិបាលណាទាំងអស់គ្នារឿងនេះជារឿងសំខាន់ណាខ្ញុំសូមអភ័យទោសដល់បងប្អូនខ្លះខឹងខ្ញុំថាខ្ញុំកាន់ជើងខ្ញុំមិនមែនកាន់ជើងមនុស្សខុសទេមនុស្សខូចទេខ្ញុំបាននិយាយនៅក្នុងអត់មានកាន់ជើងមនុស្សខូចទេក៏ប៉ុន្តែខ្ញុំថាអ្វីដែលអភ័យទោសបានអភ័យទោសទៅយើងកុំរុញច្រានគ្នារហូតដល់គ្នាវិនាសឲ្យបាត់បង់អាយុជីវិតទើបយើងព្រមយើងជាជនជាតិខ្មែរកាន់ពុទ្ធសាសនាបើមិនមែនជាគូរបស់យើងវាមិនត្រូវចិត្តទៅយើងនៅលើពិភពលោកគ្មាននរណាគេធ្វើត្រូវចិត្តរបស់យើង 100% នោះទេយើងត្រូវដឹងគ្មានមនុស្សណាដែលគ្មានកំហុសតតែសោះទេតែតែមានកំហុសខុសឆ្គងខ្លះហើយណាខ្ញុំត្រូវនិយាយអញ្ចឹងណាមិនមានណាល្អគ្រប់10ទេបងប្អូនហើយគ្មាននរណានៅលើលោកគ្មាននរណាមិនធ្វើខុសទេអញ្ចឹងយើងត្រូវខុសត្រូវចេះសន្តោសមេត្តាករុណាយើងយកអស់នឹងយកមកបង្ហាញគេខ្មាស់គេក្រុមគ្រួសារគេខ្ញុំចង់និយាយអញ្ចឹងតែប៉ុណ្្នឹងទេខ្ញុំមិនមែនឯងខ្ញុំទៅកាន់ជើងណាគាត់ធ្វើចឹងត្រូវអត់ទេអត់ត្រូវទេគាត់ធ្វើចឹងខុសហើយក៏ប៉ុន្តែខ្ញុំក៏មិនមែនទ្រុញច្រានគាត់រហូតដល់ថ្នាក់យកគេខ្មាស់យកអីគាត់មកផ្សព្វផ្សាយពេញតែ Facebook ពេញហ្នឹងដែរអាឡៃហ្នឹងដែលខ្ញុំនិយាយថាខុសយើងនឹងអន់ជាងគាត់ទៀតឡៃហ្នឹងអន់តែអន់ចរិតថាយើងគេខុសប៉ុណ្ណឹងយកគេខ្មាស់យកអីគេមកប្រពន្ធទី1ទី2ទី3ទី4យកមកដាក់ពេញហ្នឹងខ្ញុំចង់និយាយអញ្ចឹងបាទរឿងជាតិយើងប៉ុណ្ណានេះយើងមិននាំនេះដោះស្រាយបាទបងប្អូននៅប្រទេសថៃអនុទានជាប់ឆ្នោតបាទជានាយករដ្ឋមន្ត្រីមួយសារទៀតឲ្យបងប្អូនណាហើយរឿងព្រំដែននេះជារឿងក្តៅរបស់យើងនេះតើអនុទានជាប់ឆ្នោតហ្នឹងគាត់មិនឮគាត់ថាគាត់នឹងសាងសង់ចិញ្ចាំងព្រំដែនជាមួយយើងបាទណាដាក់ចិញ្ចាំងព្រំដែនធ្វើមិនធ្វើទៅចំពោះខ្ញុំថាធ្វើមិនធ្វើទៅខ្ញុំសប្បាយចិត្តបែរលោកអនុទានធ្វើព្រោះគាត់ជាប់ឆ្នោតដោយសារតែប្រជាពិធដ្ឋបោកប្រជាជនគាត់ហ្នឹងបាទរឿងជាតិនិយមជ្រុលរឿងថាគាត់នឹងអីចេះចុះតាមប្រជាជនអីណាគាត់យកអាភាពប្រជាពិធដ្ឋរបស់គាត់ជាតបោកប្រជាជនរហូតដល់យើងមិននឹកស្មានថាគាត់ជាប់ទេបងប្អូនថាគាត់នៅទី3ធ្វើថៃទី2គណៈបកប្រជាជនទី1ប៉ុន្តែទីបំផុតបាទអ្វីវាអត់ទីតតបងប្អូនបាទនឹងប្រជាជនថៃនឹងដឹងធ្វើម៉េចហើយនៅបាងកកបាទដែលគេនិយាយថាកន្លែងបាងកកគឺជាកន្លែងដែលបណ្ដុំនៅមនុស្សចេះដឹងជាច្រើននៅបាងកកហ្នឹងណាបាទ33អាសនៈនៅបាងកកជាប់ទៅលើគណៈបកប្រជាជនគណៈបកវ័យក្មេងទាំងអស់អត់មានជាប់ទៅលើណាម្នាក់ទេគេយកបងប្អូនវាខុសអញ្ចឹង33អាសនៈនៅបាងកកគឺបានទៅលើគណៈបកប្រជាជនណាគណៈបកពីមុនគេហៅគណៈបក move forward ណាបាទណាអញ្ចឹងគេថាបញ្ជាក់ថាអ្នកចេះដឹងគឺនៅហ្នឹងបាទអញ្ចឹងឥឡូវយើងមើលរឿងអ៊ីរ៉ាក់អាមេរិកម្ដងអ៊ីរ៉ង់អាមេរិកម្ដងបាទអាមេរិកនិងអ៊ីរ៉ង់គឺការចរចាគឺខ្លាចជាផេះផង់បាទគឺបរាជ័យទាំងស្រុងហើយអាមេរិកគឺត្រៀមកំចាត់អ៊ីរ៉ង់គ្រប់ពេលវេលាទាំងនាវាចម្បាំងហើយនិងមីស៊ីលចំនួន450មីស៊ីល450កន្លែងតម្រង់ទៅបាទយោធានៅប្រទេសអ៊ីរ៉ង់ដំឡងទៅប្រទេសអ៊ីរ៉ង់បាទដើម្បីកំចាត់អ៊ីរ៉ង់ហើយដាក់សម្ពាធអ៊ីរ៉ង់ឲ្យអ៊ីរ៉ង់ចូលតុចរចា